បាទសួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំម្ដងទៀតជាមួយនឹងវីដេអូឃ្លីបថ្មីនៅក្នុងវីដេអូមួយនេះគឺដូចដែលបងប្អូនបានឃើញអញ្ចឹងតាក់ទងជាមួយនឹងកុំព្យូទ័រដែលបងប្អូនមើលមកកាន់អេក្រង់ monitor ទៅបងប្អូននឹងឃើញហើយនេះបាទអេក្រង់ monitor ហ្នឹងបាទអញ្ចឹងបងប្អូននឹងឃើញពាក្យ fixing d stack 1ហើយវាលុតភាគរយបាទហើយវាមាន total ជាភាគរយអីចឹងទៅដែលវាអត់អាចបើកទៅកាន់ផ្ទាំង Windows របស់យើងបានទេចំណុចនេះខ្ញុំលើកយកអំពីបញ្ហាដែលខ្ញុំបង្ហាញជូនបងប្អូននិងប្រិយមិត្តទាំងអស់គ្នាគឺតាក់ទងជាមួយនឹង storage បាទ storage ដូចអ្នកនរគ្នាដឹងហើយមាន disk ដូចជា M2 ដូចជា SSD ឬក៏ដូចជា hard disk អញ្ចឹងវាគិតថាតើវាមកពីមូលហេតុអីតើកុំព្យូទ័ររបស់អ្នកទាំងអស់គ្នា storage នឹងប្រើជាអីនិងមូលហេតុហ្នឹងគឺមកពីវាហើយអញ្ចឹងមានន័យថាបើសិនជាករណីនេះអ្នកនរគ្នាឃើញពាក្យ D ហ៎មានថា fixing D stack 1ហ្នឹង D ហ្នឹងគឺតំណាងឲ្យពាក្យថា try D អញ្ចឹង try D របស់អ្នកនរគ្នាប្រើអីគេមានប្រើ M2 ប្រើ SSD ឬក៏ប្រើជា hard disk អញ្ចឹងបើប្រើជា storage មួយណាមានន័យថាវាមានបញ្ហាលើ storage មួយហ្នឹងមានបញ្ហាលើ try មួយហ្នឹងអញ្ចឹងទាមទារឲ្យយើងធ្វើការយកវាមកធ្វើការ format ឬមួយក៏ clean up វាទៅប៉ុន្តែជាភាពជាក់ស្ដែងនៃការ load បែបហ្នឹងមានន័យថា storage របស់យើងគឺខ្សោយហើយបាទគឺខ្សោយហើយអញ្ចឹងយើងអាចបើសិនជាយើងមានឯកសារនៅក្នុងហ្នឹងអីអ្នកគ្នាអាចរងចាំឲ្យវាចប់ទៅហើយយើងធ្វើការ copy ឯកសារទុកបាទមានអាហ្នឹងបើសិនជាភាគរយវា load គ្រប់មានន័យថាវាដំណើរការឲ្យយើងវិញហើយប៉ុន្តែបើសិនជាករណីវាគាំងជាប់អញ្ចឹងទេអ្នកនរគ្នាអាចដោះចេញហើយយើងធ្វើការ copy ឯកសារនៅខាងក្រៅទៅបើសិនជាករណីយើងមានឯកសារតែបើសិនជាយើងអត់មានឯកសារទេអូខេយើងដោះវាទុកចេញឬក៏កវត្តចោលទៅយើងដាក់ថ្មីមកពួកអី3D នេះមានន័យថាវាចង់ខូចហើយគ្រាន់តែថាវាអាចនៅដំណើរការពេលខ្លះហើយពេលខ្លះក៏អត់ដំណើរការដែរអញ្ចឹងជាភាពជាក់ស្ដែងទេវាអាស្រ័យភាពជាក់ស្ដែងទេពេលខ្លះក៏វាដើរតែដើរយឺតបាទហើយពេលខ្លះទៅក៏វាអត់ដំណើរការទៅតាមកុំព្យូទ័រឬក៏ទៅតាមការប្រើប្រាស់របស់អ្នកទាំងអស់គ្នាឬក៏ទៅតាមការខូចកំហូចរបស់ storage មួយហ្នឹងថាតើវាមានបញ្ហាអីទៅអូខេអញ្ចឹងយើងអត់អាចដោះស្រាយបានទេវិធីសាស្ត្រគឺមានតែមួយទេគឺយើងដូរថ្មីប៉ុន្តែបើសិនជាករណីអ្នកនរចង់ប្រើប្រាស់អ្នកនរអាចយកវាមកធ្វើការ format ទៅហើយយើងអាចប្រើបណ្ដោះអាសន្នសិនតែសម្រាប់ឯកសារសំខាន់សូមកុំដាក់លើវាយើងអាច copy ដាក់ជា internal ខាងក្រៅកុំឲ្យនៅពេលដែល local disk មួយនឹងមានបញ្ហាទៀតយើងពិបាកនៅក្នុងការទាញវាយកត្រឡប់មកវិញអូខេអញ្ចឹងចំណុចនេះគឺមកពី storage មកពី disk អញ្ចឹងអ្នកនរគ្នាមើលទៅអញ្ចឹងជាទូទៅនៅកន្លែងនេះបាទកន្លែង D ហ្នឹងនៅពេលអ្នកខ្លះគឺអត់ចេញ D អញ្ចឹងទេគឺចេញ C ឬក៏ចេញ D ហ្នឹងឬក៏ចេញ F អីចឹងទៅឬក៏ចេញ E អីចឹងទៅអញ្ចឹងអាហ្នឹងតាមឈ្មោះ drive ដែលអ្នកគ្នាដាក់ឲ្យវាឬក៏មាននៅក្នុងកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាវាមិនប្រកាសថា D ទេកន្លែងហ្នឹងអញ្ចឹងអ្នកនរគ្នាមើលថា drive D ហ្នឹងវាបើសិនជាករណីវាលុត D ហ្នឹងមានន័យថា local disk drive D ហ្នឹងគឺមានបញ្ហាហើយអញ្ចឹងអ្នកនរគ្នាកែតម្រូវទៅតាមហ្នឹងទៅអូខេអញ្ចឹងនេះគឺជាវីដេអូគ្រាន់តែជាសារដាស់តឿនក៏ដូចជា tip សម្រាប់ការចែករំលែកតែប៉ុណ្ណោះនៅលើកុំព្យូទ័រអញ្ចឹងខ្ញុំប្រើ hard disk ទេពាក់ 1G ឥឡូវវាមានបញ្ហាអញ្ចឹងមានតែដោះវាចេញតិចទៀតខ្ញុំដោះចេញហើយខ្ញុំបើកវិញថាតើវានៅ load អញ្ចឹងទៀតអត់អូខេឥឡូវខ្ញុំចុចប៊ូតុងបិទតែម្ដងបាទអ្នកនរគ្នាឃើញនៅពេលដែលខ្ញុំដោះ hard disk ចេញតែម្ដងគឺកុំព្យូទ័រហ្នឹងគឺដំណើរការធម្មតាអត់មានបញ្ហាអីទេបាទនេះ
អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងនៅពេលដែលខ្ញុំធ្វើការដក local disk D របស់ខ្ញុំចេញទៅវាដំណើរការជាធម្មតានៅលើកុំព្យូទ័រហ្នឹងដោយវាអត់ load ឲ្យ fixing អីទៀតទេអត់ load ឲ្យធ្វើការ repair ទៅលើ drive ណាមួយទៀតទេអញ្ចឹងនេះគឺជាវិធីដោះស្រាយបាទអញ្ចឹងសម្រាប់បងប្អូនក៏អាចយកវិធីសាស្ត្រនេះទៅធ្វើការប្រើប្រាស់ឬក៏ទៅធ្វើការដោះស្រាយនៅពេលដែលកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាជួបជាមួយនឹងបញ្ហានេះផងដែរបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នាជាមួយនឹងវីដេអូលើកក្រោយបន្តទៀតបាទអរគុណ